អ្នកទាំងអស់គ្នាស្គាល់សត្វសត្វតកៅណាគេហៅតកៅលម្អអាតកៅហងវាខ្មៅតិចតិចហើយបាហត់អ្នកទាំងអស់គ្នាហើយដល់ពេលអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាស្គាល់តកៅហ្នឹងអ្នកទាំងអស់គ្នាសម័យមួយនេះអាចឆ្មាមួយនេះដូចសាហាវខ្ញុំនិយាយមែនវាដូចតកៅលម្អហ្នឹងសាហាវបានអីមិនដូចមើលរោមវាហើយជើងវាហើយអារោមនៅស្លឹកត្រចៀកវាបាទហើយវាកន្ទឿខ្លាំងអ្នកទាំងអស់គ្នាដូចខ្លាំងណាកុំឃើញអញ្ចឹងណានិយាយពីតម្លៃវិញថ្លៃញាក់ក៏ប្រាប់ឯងថ្លៃសាហាវតម្លៃវិញមកក្បាលនេះប្រភេទ Munchkin Long Hair អ្នកនរគ្នាប៉ុន្តែហេតុអីបានវាមានតម្លៃថ្លៃអត់អ្នកនរគ្នាមើលមុខមើលហើយមើលដៃជើងមើលរូបរាងមួយច្រមុះមើលមាត់គេមើលអានេះប្រភេទឆ្មាមកពីប្រទេសចិនណាអ្នកនរគ្នាអញ្ចឹងហើយតម្លៃវារឹងខ្ពស់ហើយមិនដោយសារវាមកពីចិនបានតម្លៃវាខ្ពស់ឯណាដោយសារតែវានឹងពូជថ្លៃវាស្អាតអ្នកនរគ្នាឃើញក្នុងវីដេអូបើចាំខ្ញុំរៀបរាប់ច្រើនហើយ ស្អាតរត់មានកន្លែងទាស់ហ្មងទាំងដៃទាំងជើងទាំងមុខត្បិតតែគេរៀងដូចតែកាត់វាមកមិនបន្តែស្អាតសូម្បីតែអ្នកលក់នេះក៏ជ្រួយជ្រើមចាំទុកមួយខ្លួនឯងដែរមកក្បាលនេះសម្រាប់អ្នកដែលគាត់លេងសត្វឆ្មាគាត់ដឹងហើយគាត់គ្រាន់តែឃើញឆ្មាគឺគាត់ស្គាល់ហ្មងស្អាតខ្លាំងណាស់បងប្អូនហើយឆ្មានេះគឺកម្រអត់ងាយមានទេហេតុអីបើខ្ញុំនិយាយថាកម្រព្រោះប្រភេទនេះគឺមកពីចិនអ្នកនរគ្នាមិនមែនមកពីប្រទេសជិតខាងយើងទេអញ្ចឹងសម្រាប់អ្នកដែលគាត់ស្រឡាញ់ គាត់ចូលចិត្តគាត់អាចមកមើលដល់ហាងបានខ្ញុំមាននៅក្នុងស្តុកនេះមាន2ក្បាលអ្នកនរគ្នាប៉ុន្តែខ្ញុំ review មួយក្បាលនេះសិនមួយក្បាលទៀតនៅក្បែរហ្នឹងអ្នកនរគ្នាឃើញចាំចេញនៅវីដេអូក្រោយចេះសម្រាប់អ្នកនរគ្នាស្រឡាញ់អាចមកមើលដល់ហាងបានឬក៏ឆាតចូល page